កន្លែងស្លាប់បើសុំកន្លែងស្លាប់បានគ្មានអ្នកណាព្រមទៅស្លាប់ដោយលងទឹកខ្យល់ព្យុះស្លាប់តៃហោងធ្លាក់កប៉ាល់ហោះគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅពេទ្យអត់ទេប្រកាសជាមកសុំស្លាប់ជួបជុំបងប្អូនកូនប្រពន្ធប្តីស្រីនៅផ្ទះតែសុំវាអត់បានអាកន្លែងសុំមិនបាននឹងហើយជាសច្ចធម៌សុំយុះបរិវារយុះនឹងបរិវារនេះបើអត់មានសន្សំពីអតីតជាតិមកទេកុំសង្ឃឹមថាបានហើយបើបានហើយក៏វាអត់យូរដែរបន្តិចបាត់ទៅវិញហើយអ្នកមានយុះមានបរិវារហ្នឹងបុណ្យរបស់គេសំភាយបុណ្យរបស់គេធ្វើមកណាមិនមែនចេះតែរកបានទេណាអត់ទេបើអត់សំភាយបុណ្យអត់បានទេញោមអត់បានទេត្រូវសន្សំបុណ្យហ្នឹងធ្វើម៉េចឲ្យកើតយុះសវត្តកោលោកឲ្យពោទៅឲ្យសបោដល់យុះស័កហ្នឹងគឺតលតែយើងហ្នឹងជាអ្នកមានបុណ្យដោយពុទ្ធបរមគ្រូជាម្ចាស់ព្រះអង្គមានយុះដោយដៃជះនៃការត្រាស់ដឹងនិយាយទៅអ្នកណាក៏គេស្ដាប់ប៉ុន្តែមិនប្រកាសថាប្រុសបានគ្រប់គ្នាឯណាបៃតាក្មេកពធនីស្រូបប្របាទសុពពុទ្ធឪក្មេកព្រះនិយាយសនុកស្ដាប់ចេះទេវតាត់ចដូនមួយផងបងថ្លៃផងក៏ស្លាប់ដោយពធនីស្រូបញោមមើលអត់ទេណាឧបនិស្ស័យមួយទៀតរៀបការមិនព្រះអង្គថាសុំបានគេការពេញអតីចាអឹងការរកពេលឈប់បានផងណែគ្រូហៅថាណែឆ្លូវនឹងឆ្លូវសម្បត្តិសេដ្ឋីឆ្លូវនឹងខាលសម្បត្តិអ្នកក្រឆ្លូវនឹងជូតសម្បត្តិអ្នកមានទេហោទេណាអាត្មាមានហៅទេអាត្មាថាដល់ម៉ែឪជឿទៅបុរាណយើងថាកូនអើយកូនចៅប្រុសស្រីបរោប្រពន្ធប្តីឲ្យរស់ស្រុកចិត្តបរោស្រុកឆ្ងាយឲ្យម្ដាយពិនិត្យឲ្យត្រឹមត្រូវពិតតាមពងសាវតាកូនអើយអ្នកចាំកំអាងខែឆ្នាំកំអាងតម្រាពាក្យក្បួនតម្រាយកើតពីមនុស្សចាពីដូនពីតាចាតាមសម្គាល់កូនជឿតែពូជអំបូរធ្លាប់ខូចវាខូចរៀងរាល់រឹកមានវាមានរឹកតល់វាតល់កសលអកសលយើងមើលមិនជាក់ប្រពន្ធនឹងប្តីធំស្ដេចលើស្រីផ្គត់ផ្គង់កិរិយាឆ្លោះឆ្លើយច្រើនខ្សត់ស្រីអត់លក្ខណៈប្តីខ្ជិលឧស្សាហ៍ព្រោះរឹកប្រពន្ធជាតិស្រីមានលក្ខទេវតាពំនាក់កបកើតទ្របធុនបតិចជាវាចង្រៃទុរជនទុរជាតិលឹះលុនលឹះអស់ទាំងស្រីបុរាណណែនាំអាចារ្យផ្ដែផ្ដាំអ្នកផ្លូវចៅមហាឲ្យពោបាច់ផ្កាស្លាមេបាលលោកផ្ដាំថាម៉េចពេលនេះម៉ោងនេះកូនមាសស្ងួនម្ដាយកាត់ថ្លៃខ្លួនហើយពិសីចូលកូនត្រង់ត្រាប់សពសេចក្តីកូនស្រីចូលនាងខំចាំចងតម្លៃថ្លៃខ្លួនកូនខ្ពស់ណាស់ខ្ពស់ជាងថ្លៃផ្ទះក្បឿង3ខ្នងថ្លៃគេថ្លៃកាយថ្លៃស្ងួនក្រងមាសពេជ្រកែវកងក៏មិនស្មើម្ដាយកាត់ថ្លៃខ្ពស់ឲ្យទៅគេកូនស្រីមាសមេកុំស្ទាក់ស្ទើរចូលកូនទទួលដាក់ពីលើសេរសាប្រសើរណាកូនណាកាត់ថ្លៃទឹកដោះឲ្យអស់ចិត្តកាត់ថ្លៃឲ្យពិតជាវខណ្ឌស្លាកាត់ចំពោះមុខប្រាប់ដូនតាមីងមៀបងប្អូនឲ្យបានដឹងម្ដាយកាត់ថ្លៃតាមប្រពៃណីដែលមានតាំងពីដើមមកនឹងចូលកូនមាសម្ដាយកូនកំខឹងកូនត្រូវពង្រឹងចិត្តឲ្យមមនៅពេលកូនស្រីបានទៅគេកូនរក្សាគេឲ្យឧត្តមឲ្យបានខ្ពង់ខ្ពស់ក្នុងសង្គមគឺកៅនាងកុំភ្លេចច្បាប់ស្រីអ្នកផ្លូវចៅមហាវ័យខ្មោះវ័យកងយោពលាការចាបាច់ឲ្យពោឲ្យជ័យសុខសบายនិមន្តប្រសង់សិទ្ធិជក្រែក8វត្តអីមកសូត្រមុនអាចារ្យអត់យកលមមកយកសិទ្ធិអាចារ្យអឹងអីនោះតែបាន3ថ្ងៃលេងគ្នាមួយកណោហ្នឹងនឹងvàoពីអីអាចារ្យឲ្យពោផុសខុសលោកសង្ឃសូត្រមុនមិនប្រកែឬក៏ហៅ10ឆ្នាំមិនត្រូវវាមកពីឧបនិស្ស័យញោមកុំបន្ទោសគ្រូចក្រែក8វត្តសូត្រមុនមិនប្រកែឬក៏គ្រូអាចារ្យអឹងឲ្យពោច្រឡំហៅ10ឆ្នាំទៅមិនមែនទេឧបនិស្ស័យបើនិស្ស័យនឹងវាអត់មានជួបគ្នាមិនកើតអញ្ចឹងបានលោកបញ្ជាក់ថាត្រូវសាងនិស្ស័យ3ទាននូបនិស្ស័យនិស្ស័យកើតមកពីការធ្វើទានឲ្យលះបង់ដោយញោមធ្វើទានពេលហ្នឹងអញ្ចឹងញោមរៀបត្រៀបត្រានេះមិនមែនសម្រាប់យកទៅលក់នៅផ្សារទុកខ្លួនឯងណាសម្រាប់ធ្វើទាននេះរបស់ទាំងអស់នេះទេយវត្ថុគ្រឿងបរិក្ខារនេះសីលូបនិស្ស័យនិស្ស័យកើតមកពីការធ្វើសិលព្រឹកមិញសម្ដេចព្រះឧត្តមបញ្ញាកតេបណ្ឌិតដូងផងនិមន្តមកប្រទានសិលឲ្យញោមមានសិលគ្រប់គ្នារក្សាក្នុងខ្លួនបាណាចង់បានអាយុវែងកុំសម្រាប់សัตว์ចង់មានទ្រព្យហើយមិនចាញ់បោកមិនមានណាលួចប្លន់កុំលួចកុំកັບកេងរបស់គេចង់បានសុខក្នុងប្តីប្រពន្ធកុំប្រព្រឹត្តខុសលើកូនប្រពន្ធអ្នកដតីចង់កើតមកនិយាយទឹកមាត់ប្រៃគេស្ដាប់ប្រាប់ទៅគេតាមកុំពូលពាក្យកុហកចង់សុខភាពល្អអត់ឈឺថ្លើមឈឺកាពះធ្លឺឈឺសួតពវៀនខូចគ្រឿងក្នុងកុំផឹកស្រាលោកប្រាប់ប៉ុណ្ណឹងនឹងសីនូបនិស្ស័យនិស្ស័យកើតមកពីការធ្វើសិលហ្នឹងអ្នកណាចង់បានអាយុវែងកុំសម្លាប់សត្វទៅចង់ទុកទ្រព្យគេអត់លួចកុំលួចគេចង់បានសុខក្នុងប្តីប្រពន្ធកុំប្រព្រឹត្តខុសលើកូនប្រពន្ធអ្នកដតីចង់កើតមកមាត់ប្រៃនិយាយគេស្ដាប់ប្រាប់គេតាមកុំប្រកែនិយាយកុហក
chẳng sau cái phim là mình khôi tham khôi cái bé khôi bộ mặt tủ biến con phật xá pre prap tăng pi pon vẻ mỗi năm muôn tại dương xây đạp dương còn xây đạp hay ăn là cụ đi pet mưa mình chế bờ pet mà mà thị đấy bởi chư mua món pet men tham chua chua bởi chư đòn men ten pet men ấy men là chất là chua chua má thọp thật chặt bất đấy nhúng mà đai chư nhúng nơi ta sập ngày còn đặt say chèm nhiều từ mưa nơi Việt Nam má phây pet dương chỉ côn xua pet hay là cru chui nhu mà má bàn on pet Việt Nam nó còn dây còn tha đầy côn nhóm miền Nam chia ba quát ở óc lát tập hiếp tam buôn pet pon tẻ mình săn là tế hà sập mà đại phóng chia ách mình chia ách mình rô tại nhóm đừng mơ pon té đàm bay oi phóng căn tại cọ cái đấy nơi choan tị đọc pi phóng lang tự đo lứa chỉ mũi bong giấy phóng tư nơi nắng men asana pre mũi tự oi thu phe hơi nắng pet Việt Nam á có tha tự oi thu phe hơi xong chỉ vật nhôm tục này là ngay của oi từ na tới tự oi thu ra ngay hay doctor đây nhà tham tự oi thu ra ngay tham biết tôn cai tôn chất mà đây sao ý bên nâng pi nạ bong giấy nâng thứ ấy đặc đại bong lang từ lư tôi thu bong ai bong ai tầm mai đăng luôn thoại chơi thoại lui mà lên đồng sai từ phật từ nghe từ đòi nhung đăng luôn trai thằng này lục ồn thà đã lui mà lên đồng bên chờ này nhung đậm ơn chi ngày mán thế lên đồng hay chơi mà sân thà trai mai dừng đăng luôn này đã pram sân mong từ bên đăng cái số tha cụ pet nâng bậc cái tha ê mẹ đấy pet bậc cái vấn đề mà không bòn đây nè cái nhé ròm dương về tờ ai của dương cao nó về nơi nông gia sana bẩn lưng đời mà phải chạy hàng đào chẳng doctor pet bậc cái xạ sứt tham bọc con đừng pra tam về chạy về chia chi vẹn pet phần tay pet có trời cao dương áo rôm chất đây bởi dương áo rôm chất nè na chui bán đôi lúc ở cha phải chạy tha nhiều mà bay mà bon mà đạp thò nè na chư nè tăng bị cây xa sọ lu mía rum nè kha cả chọ ton ta thông minh tạ chào bay mang sang sạch là haru rồi say ở thể minh trang khua không chăng vẽ căng tia hạt để giang bê đông dạ cái năng tham cái lo mà căng vía bè căng cà phê bộc pha sang suốt on tăng của viên thông on tại còn đang của viên tôi ột dạ để giang hà tham cái đây sang hà cha bệ tăng và mát xe mà hang slide pop pop tu lội tăng chiêm mê tu như xe tu khăn khắp ở sậu khăn như đây và xa ở sậu tắc phết và xa khăn như đây khe lao tắc mọt sang khi để ca tắc sớm báo một toàn tệ khu không chẳng lục chạy thiệt đây đọc pi thiệt tắc mà phây mùi bộc trồi kia tới ban chỉ côn là thiết côn là chiết và ca máu miên thiệt đây tắc phương cháu lại tới chỉ mà nu hay à đây tắc phương cháu nè sam sập bay đang về miền đây nâng ná chuồn ca tới về thuần để chia chuồn ca về ngật phê chuồn ca về khôi chỉ mò chuồn ca về chư chỉ cây chuồn ca về chư chỉ cung chuồn ca về chư ni chư nu đò ngày na mui men phò ong na bạc cai lục ni muôn mò sâu thoa pi bay man lục than tây tây về chia tây ta ô đầy côn bạc cai men pan từ hồ pet phong á thoa bạc cai hai chui dương ở về thu spy hai tại hồ tham pet đã tham tiền ở về chui tục bởi mình chẳng thế côn là thiệt côn là chia nâng mình thắt thế chia am mà tạ lại ngày na muối về nâng rồi lót từ vinh nâng trốt trôm từ vinh chia thầm đà chẳng xây nu bạn này sai cát mau vì ca thơ sel nhận nhungความthưa sel bàn miền sau của phía lo phía và nu bạn này sai cát mau vì ca chỉ mơn phía và ni chỉ vứt tây từ miền sma thị bờ ắt miền sma thị tế à na cậu la hai nhôm về chợ bốc chợ bol thời miền sma thị ao prom chân sma thị prai thở màyสมาธิตั้งจัตรึหายตั้งจอบในกรรมฐานนะหนึ่งเชียนหนึ่งบ้านการปัญญาบ้านไอกตาเจปเทียนโยมฟื้นสมาธิหอบดังห้ามกับอ้อยพลอดแต่พลอดดังห้ามเล่นไตรไว้พลอดห้ามเล่นไตรไว้จังรอบดังโจลเพย์เจนเพย์โจดอบเจดอบโจลมารอยเจนมารอยเรื่องไอเดียทำดังไอ้ปนัดฟื้นจัดดังไอไตรฟื้นจัดไอไตรบ้านสมาธินั่งไปการลางสมอนุโมทนีมนุษย์ยืงมันอาจบานสำหรับในวัยกรุบย่างแต่ตามการใส่เคลียนดอยอำนาจในตอนหาระบบคลุนลายโดยเฉพาะดังใบกับอ้อยคลุนไอสลับเตอร์แต่งการควักคาดระเหมระหามคือเตยเรียนอ้อยเจเตยอ้อแต่หนึ่งระบบได้กำปุงเมียนในไอส้มมนุษย์กรุบเนียสไปโรคสิกได้ซกตามการในน้อมระบบพระพุทธกรมสไปโรคสิกได้ซกปีการใส่ยุ่มในเนตเตยลายเกาเทนเนี่ยจีนีเกาแท่งเปรองตรงตังเปรโทติสนาเอาเลี้ยกราวกรูรูโดยเมตาชนะกราวหรือชาโดยการมันกราวการชุกแต่งดอกเจนปีผู้ตักละออกก็ขวะมันสระทลาดอลเปลดอกพดตักกาลนากีแต่งปรารถนาการการชุก
ផ្កាឈូកមានពណ៌ក្រហមសឈូកដុះស្រស់ល្អស្អាតគួរគំជាផ្កាមានក្លិនហើយមានភ័ព្វឈូកជាត្រណប់ព្រះបាទាកំណើតកកើតពីភក់សោះមានក្លិនក្រអូបរសគន្ធាផ្ការីកស្រស់ឡើងមនុស្សគ្រប់គ្នាតែងថ្វាយវន្តាបូជាព្រះនៅក្នុងផតកັບនេះគឺមានព្រះពុទ្ធត្រាស់ដឹងត្រឹមតែ5ព្រះអង្គប៉ុណ្ណោះឥឡូវត្រាស់បាន4ព្រះអង្គហើយនៅសល់តែ1ព្រះអង្គទៀតទេតើពេលណាទើបយើងស្វែងរកផ្លូវដើម្បីដើរទៅជួបព្រះអង្គមានពេលទំនេរចាប់អានសិភៅព្រះធម៌ជាផ្លូវទ្រទ្រង់បញ្ញាអ្នកអានចាស់ក្មេងរៀនអ្នកមាសកាអុជធូបថ្វាយផ្កាចាជានិស័យរៀនធម៌ព្យាយាមក្នុងនាមបរិស័ទគ្រប់ពេលមុនគេងចូលសូត្ររាល់ថ្ងៃនោះយើងនឹងមានផលសុខសួស្តីចម្រើនជោគជ័យសិរីមង្គលផ្ការីកទើបគួរឲ្យស្រឡាញ់ក្មេងខ្នាញ់ទើបគួរឲ្យចូលចិត្តមនុស្សល្អនៅត្រង់ចរិតស្រីស្អាតពិតកិច្ចចរិយាមើលមនុស្សនៅត្រង់គំនិតមើលជីវិតនៅត្រង់កិច្ចការមើលវត្តនៅត្រង់អាចារ្យមើលសាសនានៅត្រង់បដិបត្តិសូមអនុមោទនាកុសលផលបុណ្យទាំងឡាយដែលកើតអំពីធម្មទាននៅក្នុងឱកាសពេលនេះសូមលើកថ្វាយចំពោះព្រះអតីតវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃពធេរានុធេរៈគ្រប់ព្រះអង្គដែលបានបដិស្ថានទ្រង់កើតមានហើយក្នុងនគរកម្ពុជាហើយទ្រង់បានធ្វើសោយទីបង្គត់និងអនិច្ចធម្មលះចាកលោកនេះទៅកាន់លោកខាងមុខពិសេសថ្មីនេះព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកតេទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រអង្គកម្ពុជាជាអង្គម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រមទាំងលោកអ្នកប្រាជ្ញទាំងឡាយគ្រប់ចំនួនមានព្រះអតីតវិញ្ញាណក្ខន្ធបុរាណបណ្ឌិតបានដល់សម្ដេចព្រះសង្ឃរាជជួនណាតជួតញ្ញាណោជាអង្គម្ចាស់ព្រមទាំងអ្នកប្រាជ្ញគ្រប់ចំនួនទាំងឡាយដែលលោកបានអនិច្ចធម្មលះចាកលោកនេះទៅកាន់លោកខាងមុខ100ជាន់1000ជាតិញាតិទាំងនោះនៅទីណាកន្លែងណាអយន្តិថសមាគមៈកសុំយាងនិមន្តនឹងអញ្ជើញមកបដិស្ថាននៅក្នុងរមណីយដ្ឋានរាជធានីលង្វែកត្បិតថ្ងៃនេះលោកជំទាវអគ្គមហាបាសិកាពុទ្ធសាសនុបឋមកតេបណ្ឌិតសៀងច័ន្ទហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍរួមនឹងបងប្អូនកូនក្មួយញាតិមិត្តក្រុមគ្រួសារបានប្រព្រឹត្តរៀបចំធ្វើនៅពិធីបុណ្យសង្ឃតាតក្កណានុបទានរាប់បាត់ដាពិស្ដា7កម្ពីក្រមកិច្ចដឹកនាំរបស់អ្នកម្ដាយព្រឹទ្ធពន្ធវសាអគ្គមហាបាសិកាពុទ្ធសាសនុបឋមធម្មរាជទេវីសៀងសុខហឿងដែលត្រូវជាមេត្តាបង្កើតរួមបងប្អូនក្រុមញាតិទាំងអស់បានរៀបចំប្រពៃតាក់តែងធ្វើដោយល្អហើយតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាមានពុទ្ធពធប្រសង់ជាប្រធានក្នុងទីនេះសូមព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធនៃពុព្វវរៈជននឹកលោកអ្នកទាំងនោះមេត្តាអនុមោទនាត្រេកអរសាទរនៅបុណ្យកុសលនេះដោយសមមនោរីករាយចុះក្រែងលោកអ្នកទាំងនោះផ្លត់សតិទៅកើតក្នុងទីដ៏មិនប្រសើរដោយដៃជះនៃបុណ្យនេះសូមញ៉ាំងបដិសន្ធិវិញ្ញាណរបស់លោកអ្នកមានគុណគ្រប់ចំនួនបានទៅកើតទីខ្ពង់ខ្ពស់ជាបរមសុខជាភ័យយោភាពតរៀងទៅកំបីអខានឡើយដៃជះនៃបុណ្យទាំងឡាយចូលកើតមានដល់ឯកឧត្តមលោកជំទាវលោកអង្គញាអស់លោកស្រីពុទ្ធបរិស័ទញាតិមិត្តឆ្ងាយជិតបងប្អូនកូនក្មួយដែលបានចូលរួមក្នុងពេលនេះក្តីក្នុងពេលកន្លងក្តីក្នុងពេលខាងមុខក្តីសូមបានសំប្រកបជួបប្រទះនៅពុទ្ធពរទាំង4សម្បត្តិទាំង3របស់ណាក្រសូមឲ្យអ្នកទាំងអស់គ្នាបានមកងាយរបស់ណាឆ្ងាយសូមបានមកចិត្តរបស់ណាដែលមិនបាច់គិតក៏សូមឲ្យកើតឯងបើសេចក្តីប្រាថ្នារបស់ញាតិញោមពុទ្ធបរិស័ទយ៉ាងណាក៏សូមឲ្យបានសម្រេចយ៉ាងនោះដោយសេចក្តីប្រាថ្នាកំបីអខានឡើយទេសនាវសានេក្នុងកាលជាទីបញ្ចប់ដោយជុំវិញនៃពធទេសនាពហុជានារីញាតិញោមពុទ្ធបរិស័ទទាំងឡាយជាច្រើនបាបនិគង់តែនឹងបានសម្រេចសោតាបដិផលេនៅសោតាបដិផលសាសនេក្នុងសាសនាតថាគតសៈនៃព្រះតថាគតអង្គណាមួយពុំខានឡើយអហង្គឺអាត្មាភាសិតាបានសម្ដែងហើយធម្មទេសនានៅពធទេសនាមេស្មឹងនេះអយ៉ាងសង្កពេអ្នកសមតានិដ្ឋិតារីពធទេសនាកសន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុ
บรได้บาป ថ្នាក់ថ្នមសុខភាព หนักนอมสกภีบ សម្រាប់សាងល្អ รับสร้างละอ ប្រព្រឹត្តធម៌ស្អាត ประประทอสะอาด សង្វាតធម៌ស สวัสดทอซอ ឲ្យដូចជាស្ករ เอาโดยเจียสกอ រក្សារសផ្អែម รักษารวบไอ้ ណាអញ្ចឹងញោមធ្វើជីវិតឲ្យដូចស្កររក្សារសផ្អែមណាពោកុំឲ្យវាខូចផ្អែមឲ្យនៅផ្អែមរហូតបុរាណលោកថាមនុស្សខ្លះចិត្តកាចខូចលោកប្រដូចមនុស្សក្រូចឆ្មាមិនដែលផ្អែមពិសាជូរយ៉ាងណាជូរទល់ងាប់មនុស្សខ្លះដូចននោងខ្ចីដំបងប្រសើរគប់ដល់ចាស់ស្វិតស្រទាប់គេលែងរាប់ស្អប់លែងស្លឯស្វាយខ្ចីជូរណាស់តែដល់ចាស់ទុំផ្អែមល្អមនុស្សយើងទោះខ្មៅសកម្របានផ្អែមដូចស្វាយគួរត្រាប់ដូងនឹងថ្នោតដែលគួរកោតហួសបរិយាយដ៏មានប្រយោជន៍ឆ្ងាយជន់ទាំងឡាយប្រើគ្រប់ប្រានចឹងថ្នោតតាំងពីគុលដល់ចុងប្រើប្រយោជន៍បានទាំងអស់ណាដោយញោមមហាបាសិកាណែសុកហឿងនិងញោមកមហាបាសិកាសៀងច័ន្ទហេងអញ្ចឹងញ៉ាំងប្រយោជន៍តាំងពីរឹសដល់ចុងបានន័យថាតាំងពីម្ដាយដល់កូនពីជីដូនដល់ចៅញ៉ាំងប្រយោជន៍ហ្នឹងឲ្យកើតឡើងទាំងផ្នែកពុទ្ធចក្រផងទាំងផ្នែកអនាចក្រផងជ្រុំជ្រែងទង់ពុទ្ធសាសនានេះឲ្យជ្រួងអណ្ដែតស្កឹមស្កៃនៅឯកណ្ដាលរាជធានីលង្វែកសូមសាធុជនទាំងឡាយសាទរអនុមោទនាត្រេកអរនៅបុណ្យនេះគ្រប់គ្នាតទៅអង្គ สา ទៀនដែរទាយុទាយកាទិសឲ្យហើយពីលោកនេះរមែងសម្រាប់ផលដល់អ្នកដែលចែកឋានទៅកាន់បរិយលោកហើយដូច្នោះឯងសូមអត្តផលគឺផលជាទីកប់ចិត្តដែលអ្នកប្រាថ្នាឲ្យតាំងចិត្តឲ្យចូលឲ្យសម្រេចដល់អ្នកឲ្យបានឆាប់រុះរាន់តន់ចិត្តសូមតម្រេះត្រូវទាំងពួងចូលពេញដល់អ្នកដោយប្រច័នក្នុងថ្ងៃ15កើតពំនុះសោតដោយកៅមនីមានរស្មីដ៏រុងរឿងជាកៅវិសេសអាចញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានអហង្រីខ្ញុំបង្គំវន្តាឈ្មោះព្រះភគវាពធថ្លៃថ្លាព្រមទាំងព្រះសង្ឃភូរផង្សសីលាចិន្តាលំអុតព្រះពុទ្ធនិយាមសូមឲ្យសពសត្វបដិបត្តិតាមធម៌សាសនាបវរល្អនាមអរហង្គសម្មាគ្មានការតាក់ទាមកិលេសរវាមរវាទសូនបងសូមឲ្យសាសនាសម្មាសម្ពុទ្ធបរិស័ទមោះមុតរួមចិត្តទ្រទ្រង់ថិតថេរចេរកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់ផ្ចិតផ្ចង់សិក្ខាសូមមនុស្សទេវតាមានការគោរពទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចដូចក្តីប្រាថ្នាអស់នៅតណ្ហាទុក្ខាចោបង สาธุ ព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមចម្រើនពរឯកឧត្តមលោកជំទាវអស់លោកស្រីពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់រាប់អានថ្ងៃនេះគណៈប្រតិភូរបស់គណៈសង្ឃកម្ពុជាយើងបាននិមន្តមកចូលរួមកម្មវិធីវិសាខបូជាអង្គការសហប្រជាជាតិ2025នៅទីក្រុងហូជីមិញនៅប្រទេសវៀតណាមខ្ញុំប្រគុណអាត្មាភាពសូមទូលប្រកេនផងដែរថាកម្មវិធីវិសាខបូជានេះគឺជាឆ្នាំនេះគឺជាគម្រប់ខួប20ឆ្នាំនៃការចាប់ផ្ដើមធ្វើវិសាខបូជាដើម្បីនឹងប្រពឧទ្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាការឧទ្ទិសចំពោះថ្ងៃប្រសូតរំលឹកនៅថ្ងៃប្រសូតថ្ងៃត្រដឹងនិងថ្ងៃបរិនិព្វានអាស្រ័យដោយហេតុដូច្នោះហើយទើបព្រះមហាថេរៈនៅក្នុងព្រះពុទ្ធសាសនានិកាយទាំង3គឺថេរវាទមហាយាននិងវជ្រយានលោកបានប្រជុំគ្នាហើយក៏បង្កើតបានទៅជាវិសាខមួយឈ្មោះថា United Nation Day of Vesak Celebration ដែលហៅកាត់ថា UNDV
ឆ្នាំនេះគឺមានមនុស្សអ្នកចូលរួម1400នាក់មកពី84ប្រទេសហើយនឹងបូកផ្សំជាមួយនឹងប្រជាពុទ្ធបរិស័ទវៀតណាមច្រើនពាន់នាក់ទៀតឥឡូវនេះគឺកម្មវិធីប្រពៃវិសាខនេះកំពុងតែធ្វើនៅពុទ្ធិកសាកលវិទ្យាល័យហូជីមិញក្រោមប្រធានបទឆ្នាំនេះប្រធានបទគឺ Unity and Inclusivity for Human Dignity Buddhist Insight for World Peace and Sustainable Development មូលបទឆ្នាំនេះគឺនិយាយអំពីសាមគ្គីធម៌និងបរិយាបន្នសម្រាប់ភាពថ្លៃថ្នូរនៃមនុស្សជាតិតាមរយៈពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោកនិងការអភិវឌ្ឍប្រកបដោយចីរភាពម្សិលមិញគឺមានប្រធារៈហើយនឹងបញ្ញវន្តពុទ្ធសាសនាដែលអញ្ជើញមកជុំវិញពិភពលោកបាននិយាយយ៉ាងច្រើនទាក់ទងទៅនឹងការអភិវឌ្ឍមួយប្រកបដោយចីរភាពការអភិវឌ្ឍនោះដែលនាំមកនៅសេចក្តីសុខនាំមកនូវការរីករាយប្រកបដោយចីរភាពដែលមិនបង្កដល់វិនាសកម្មដល់មនុស្សជាតិហើយនឹងក៏មានការនិយាយច្រើនផងដែរព្រោះនៅក្នុងកិច្ចសន្ទនានៃក្រមវិភាគក្រមអន្តរកថានីមួយៗហ្នឹងក៏មានការនិយាយច្រើនទាក់ទងនឹងសាមគ្គីភាពហើយនឹងនិយាយអំពីការចូលរួមរបស់ពុទ្ធសាសនិកជាពិសេសគឺព្រះសង្ឃចូលរួមនៅក្នុងការជួយសង្គមតាមរយៈអ្វីដែលខ្លួនអាចធ្វើបានក្នុងឋានៈជាអ្នកបួសក្នុងព្រះពុទ្ធសាសនាព្រមទាំងគឺជាថ្ងៃបើកដំបូងនៃកម្មវិធីប្រពៃវិសាខនេះមានការចូលរួមពីលោកប្រធានាធិបតីប្រទេសវៀតណាមឧបនាយករដ្ឋមន្ត្រីនៃអាហ្សាបៃចាន់ហើយនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីណេតសវឿនពីកម្ពុជារបស់យើងក៏លោកបានឡើងជើញថ្លែងសន្ទរកថាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីផងដែរឆ្នាំនេះគឺមានលក្ខណៈអ៊ូអរនឹងហើយសកម្មនឹងផុសផុលជាងឆ្នាំត្មិញព្រោះដោយហេតុថាឆ្នាំត្មិញនោះនៅសល់បញ្ហាដោយសារតែមានការផ្អាកពីសម័យ COVID នឹងមួយចំនួនទៅក៏មានថមថយបន្តិចល្បឿននៃការរៀបចំកម្មវិធីប៉ុន្តែឆ្នាំនេះគឺបើតាមពិសោធន៍របស់អាត្មារយៈពេល20ឆ្នាំនៃការដែលបានចូលរួមនេះគឺឆ្នាំនេះគឺដូចឆ្នាំមុន COVID បងអញ្ចឹងវិសាខនេះមានប្រយោជន៍ខ្លាំងណាស់វិសាខអង្គការសហប្រជាជាតិនេះមានប្រយោជន៍និងសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកកាន់ពុទ្ធសាសនាយើងដែលហេតុថាកន្លងមកអ្នកកាន់ពុទ្ធសាសនាយើងដែលមានចំនួនរហូតជាង500លានអ្នកហ្នឹងគឺយើងអត់សូវមានសម្លេងលើឆាកអន្តរជាតិជារួមទេយើងសមាគមយើងមានកន្លងមកហ្នឹងអត់សូវដើរនិយាយឲ្យត្រង់ទៅគឺសមាគមកម្រិតពិភពលោកហ្នឹងអត់សូវដើរទេដូចជា World Buddhist Fellowship Association of World Buddhist Fellowship ដូចជាសមាគមដទៃទៀតដែលកម្រិតធំហ្នឹងយើងអត់សូវដូចថាកម្រិតអន្តរជាតិហ្នឹងយើងនៅអត់សូវមានសកម្មភាពល្មមប៉ុន្តែកម្មវិធី United Nations Days United Nations Day of Vesak Celebration នេះគឺមានការមានឈ្មោះបោះសម្លេងអាចផ្សាយទៅកាន់ពិភពលោកដទៃទៀតហើយទី1ទី2ទៀតក៏ការប្រពៃវិសាខបូជាអង្គការសហប្រជាជាតិនេះបានបើកឱកាសឬក៏ផ្ដល់ទីកន្លែងមួយសម្រាប់អ្នកកាន់ពុទ្ធសាសនាលើពិភពលោកទាំងអស់មកជួបជុំគ្នាផងគ្រប់ទិសទីទាំងអស់ឆ្នាំនេះជាង80ប្រទេសព្រោះ1400នាក់គ្រាន់តែគណៈប្រតិភូតាមបណ្ដាប្រទេសនានាមកវិញជុំនៅវិញពិភពលោកគ្រប់ទ្វីបទាំងអស់ផងអាហ្វ្រិកអាស៊ីបូព៌ាអាស៊ីអាគ្នេយ៍មកពីខាងរុស្ស៊ីមកពីជប៉ុនមិននិយាយទៅគឺស្ទើរតែគ្រប់ប្រទេស
ដែលឲ្យតែមានអ្នកកាន់ព្រះពុទ្ធសាសនាតែងតែមានអ្នកតំណាងហើយបានមានពេលវេលាហ្នឹងសម្រាប់អ្នកគុណព្រះពុទ្ធសាសនាលោកមកជួបជុំគ្នាលោកស្គាល់គ្នាហើយក៏បានដឹងឮរឿងរ៉ាវនៃការបដិបត្តិធម៌នៅតាមផ្នែកនីមួយៗនៃពិភពលោកដែរអានឹងជាឱកាសមួយទៀតគឺក៏ជាកន្លែងមួយដែលសម្រាប់ឲ្យពួកអ្នកប្រាជ្ញព្រះពុទ្ធសាសនាមានឱកាសមកជជែកវែកញែកគ្នាទាក់ទងនឹងធម៌វិន័យជាពិសេសទៀតហ្នឹងគឺបានដឹងឮទាំងអស់គ្នាអំពីការបដិបត្តិធម៌នៃតំបន់នីមួយៗដែលខ្លួនឯងប្រឈមដូចជានៅអាហ្វ្រិកអីចឹងមិនសិនមិញព្រះអង្គលោកបានលើកឡើងថាព្រះអង្គដែលនិមន្តមកពីទ្វីបអាហ្វ្រិកហ្នឹងលោកបានលើកឡើងថាកន្លងមកហ្នឹងឲ្យតែកាលណាគេនិយាយដល់អាហ្វ្រិកគឺគេនិយាយអំពីគ្រុនចាញ់និយាយអំពីសង្គ្រាមនិយាយអំពីភាពក្រីក្រនិយាយអំពីអស្ថិរភាពសង្គមហើយក៏ប៉ុន្តែលោកថារយៈពេលប្រមាណ20ឆ្នាំចុងក្រោយនេះគឺព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងបានសាយភាយទៅកាន់ទ្វីបអាហ្វ្រិកហើយក៏មានការទទួលស្វាគមន៍ទទួលយកនៅការបដិបត្តិធម៌របស់អ្នកស្រុកអាហ្វ្រិកនឹងផងដែរលោកថាអញ្ចឹងទ្វីបអាហ្្រិកលេងឯកោលេងកំសត់ពីព្រោះព្រះធម៌បានធ្វើដំណើរទៅដល់ទីនោះហើយក៏នាំមកនៅសេចក្តីសុខដល់ពុទ្ធបរិស័ទនៅទ្វីបអាហ្វ្រិកផងដែរដោយឡែកម្សិលមិញនេះមានអ្នកប្រាជ្ញមួយព្រះអង្គព្រះនាមបដិប្រគុណពោធិព្រះអង្គគង់នៅសហរដ្ឋអាមេរិកហ្នឹងក៏លោកនិយាយអំពីទូនាទីរបស់ព្រះសង្ឃនៅក្នុងបញ្ហាឆ្លើយតបទៅវិបត្តិនានានៅលើពិភពលោកដោយព្រះអង្គអំពាវនាវសូមឲ្យព្រះសង្ឃចូលរួមឲ្យបានច្រើនក្នុងការនិយាយក្នុងការមានធរណីការទៅកាន់ពិភពលោកផ្នែកណាមួយផ្ដើមចេញពីទីកន្លែងដែលព្រះអង្គគង់នៅជាពិសេសព្រះអង្គលើកឧទាហរណ៍នៅតំបន់កាសាទីទីក្រៅពីនោះក៏មានការលើកឡើងអំពីព្រះពុទ្ធសាសនានឹងផ្សារភ្ជាប់នឹងសង្គមផងដែរថាបច្ចុប្បន្ននេះគឺពិភពលោកវិវត្តទៅថ្មីច្រើនវិជាបច្ចេកវិទ្យាក៏ដើរលឿនអញ្ចឹងប្រសង់ត្រូវតែមានការប្រឹងប្រែងមានការប្រឹងប្រែងក្នុងការតាមឲ្យតាន់ពិភពលោកហើយយកព្រះពុទ្ធសាសនាហ្នឹងទៅផ្សព្វផ្សាយតាមអ្វីដែលពិភពលោកគេកំពុងទៅដើរនេះអញ្ចឹងដែលចម្រើនពរហ្នឹងគាត់ចង់បញ្ជាក់ថាវិសាខបូជាអង្គការសហជីវជាតិនេះយើងឃើញមានសារៈប្រយោជន៍ច្រើនដែលអាចអនុញ្ញាតឲ្យយើងអ្នកកាន់ពុទ្ធសាសនាហ្នឹងបានទី1បានជួបជុំគ្នាទី2បានដឹងសុខទុក្ខគ្នាទី3មកនិយាយធម៌ទី4ចែករំលែកបទពិសោធន៍អានេះអ្វីដែលជាប្រយោជន៍ហើយមានប្រយោជន៍ច្រើនទៀតឆ្នាំនេះគឺប្រទេសវៀតណាមលោកជាម្ចាស់ផ្ទះក៏ហើយកន្លែងដែលកំពុងតែប្រារព្ធពិធីនេះគឺនៅក្នុងពុទ្ធិកសាកលវិទ្យាល័យហូជីមិញក៏ចង់បញ្ជាក់ចម្រើនពរញាតិញោមបងដែរថាវិសាខនេះកាលពី20ឆ្នាំមុនគឺបង្កើតឡើងដោយសម្ដេចព្រះសង្ឃរាជនៃប្រទេសនីមួយៗក្នុងនោះមានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គក៏ជាស្ថាបនិកនៃអង្គការនៃកម្មវិធីវិសាខបូជាអង្គការសហជីវជាតិនឹងផងដែរខ្ញុំឆ្លៀតក្នុងឱកាសនេះខ្ញុំប្រគល់ណាអាត្មាភាពតំណាងឲ្យសម្ដេចព្រះមហាសមេធាធិបតីអំលំហែងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាគណៈសង្ឃទាំងអស់ដែលនិមន្តមកចូលរួមថ្ងៃនេះចំនួន22ព្រះអង្គតំណាងខាងគណៈមហានិកាយនេះសូមថ្វាយព្រះរាជកុសលចំពោះបដិសន្ធិវិញ្ញាណសម្ដេចព្រះអង្គម្ចាស់សម្ដេចព្រះមហាសង្ឃរាជសូមព្រះអង្គសោយសុខក្នុងសុគតិភពមុខពុទ្ធបរិស័ទទាំងអស់ព្រះសង្ឃទាំងអស់សូមលោកបានប្រកបដោយសេចក្តីសុខសេរីចម្រើនពុទ្ធពរទាំង4ប្រការគឺយុវណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយ